មនុស្សខ្លះអន់ជាងឆ្កែទីរបងប្អូនបង្កើតកូនមកឲ្យដើរសុំទានយកទៅចិញ្ចឹមគាត់ហេតុអីបានជាខ្ញុំថាអន់ជាងឆ្កែឃើញឆ្កែគាត់ស្រឡាញ់ឲ្យអូននឹងដេកអត់បែកពីអូននឹងទេយកក្បាលរបស់គាត់នឹងមកកងលើកករបស់បងប្រុសនឹងនិយាយមែនបើឃើញម៉ែឪបងអូននៅចិត្តនឹងខ្ញុំចាប់ដោះខោអាវដោះស្បែកជើងចេញអស់យកមកពាក់ឲ្យឆ្កែវិញហើយឲ្យគាត់ដើរខ្លួនទៅទេដូចសត្វបន្សំកើតមកជាតិជាមនុស្សនឹងគេដែរតែខួរក្បាលអត់ល្អសោះកេងប្រវាញ់លើជីវិតមនុស្សដូចគ្នាធ្វើគ្នាទៅពីអ្នកស្រួលម្ដងហើយបានកូនមកឲ្យកូនដើរសុំទានចិញ្ចឹមគាត់ទៀតអញ្ចឹងបានថាមនុស្សមានគ្រប់ប្រភេទហ្មងបងប្អូនអូននេះខ្ញុំឃើញគាត់គេងនៅកន្លែងគេប្រគំតន្ត្រីនៅកបូលពេលជិតចប់កម្មវិធីខ្ញុំដើរមកឃើញគាត់កំពុងតែគេងដីហើយមនុស្សឡានម៉ូតូបើកចុះបើកឡើងប៉ុន្តែសំណាងដែលគេអត់កិនគាត់តែជីវិតអូននេះបើសិនជាមានបញ្ហាពេលនោះអាចនឹងស្រួលជាងឥឡូវខ្ញុំឃើញអញ្ចឹងអាណិតថាបងប្អូនបើឃើញឆ្កែមួយក្បាលដេកគិកករបស់គាត់បើមើលទៅស្រឡាញ់ម្ចាស់មែនទែនច្បាប់គួរតែមានវិធានការសម្រាប់ម៉ែឪរបស់គាត់បាទអត់ត្រូវយកក្មេងអាយុប៉ុណ្ណឹងមកកេងប្រវាញ់បាទប្រើជិះជាន់ឲ្យចិញ្ចឹមខ្លួនឯងអត់ឲ្យគ្នាស្គាល់សាលាស្គាល់រៀនស្គាល់សូត្រអញ្ចឹងទេមិនដេកដីអញ្ចឹងឲ្យម៉ាក់ទៅណាហ៎ប្រាប់ពូមើលហើយចុះនេះឆ្កែនេះមកពីណាឆ្កែនេះបានឆ្កែក្មួយឯងមែនហើយបានអីវាស៊ីនោះបានហើយសុំលុយបានຕົកខ្លួនឯងមែនឬក៏អន់ណាគេទៅគុណមិនຕົកផ្ទះនៅណាផ្ទះនៅណាតែណាដៅសមគឺជីមកចំម៉ាក់ណៃនៅហ៎បាទនៅប្រើពូអស់មកពូឲ្យលុយថែមទៅផ្ទះម៉ានទេវានៅជាមួយណាឯងទៅវាថាគេចាប់ទៅវាអាចតាមខ្ញុំទៅឆ្កែនឹងអត់នៅតែឯងទេតើដើរតាមខ្លួនឯងខ្លាចគេចាប់ហ៎បាទហើយចុះម៉ែឪអត់មើលនៅផ្ទះមើលឆ្កែអត់ទេម៉ែឈ្មោះអីបាទម៉ាក់អូនឯងឈ្មោះអីដល់ឈ្មោះគាត់តាហើយក្មួយគេណាយប់នឹងចង់កន្លែងគេសុំនៅណាវិញតែដេញនោះហើយក្មួយទៅរៀននៅចុះស្អែកអត់បានរៀនផងមិនចឹងមិនបានរៀនពាក់ដូចគេម៉ាក់ពាក់គេណោះតើស្គាល់ឈ្មោះម៉ាក់ទេអាយុប៉ុន្មានហើយក្មួយអាយុ11ដល់មើលណែមើលមិនក្មួយឯងអត់ថែខ្លួនអញ្ចឹងមើលតបៅមើលដេកអេអូយលោកអើយលោកនេះឡើងតបៅពេញហ្នឹងទាំងអស់ហើយនេះអីនេះអានេះអីគេដួលម៉ូតូមែនមកតបៅលំមាស់អេសទៅអញ្ចឹងទៅណាឥឡូវក្មួយទៅសុំកន្លែងគេដេកហើយឆ្កែនឹងមិនវិញឆ្កែនឹងមិនបើមកដេកមួយក្មួយរហូតអញ្ចឹងយ៉ាអត់ទឹកវាទៅមកគេទៅជិះអញអូវាស្រឡាញ់ក្មួយដល់វាអត់ទៅដេកមួយអ្នកផ្សេងទេណាបាទហើយវាដើរអញ្ចឹងប្រហែលខែហើយក្មួយដើរចេះមកខែ2ខែដើរគ្រប់កន្លែងហ្មងណាបាទពូឲ្យលុយថែមទៀតហើយទៅគេមើលបានម៉ានហើយបានម៉ានហើយយើងសល់លុយតែប្រហែល 10000 ជាង 72000 ឥឡូវពូឲ្យហើយក្មួយទៅរកកន្លែងគេលឺអត់តោះឥឡូវឡើងចេញពីកន្លែងហ្នឹងយ៉ាត់គេជន់លើកកែតចង់ផ្ដាំផ្ញើទៅដល់បងប្អូនដែលគាត់មានកូនតូចបាទមិនដឹងថាគាត់ពិបាកដល់ថ្នាក់ណាទេនេះគាត់ថាម្ដាយរបស់គាត់ជាពាក់គេច្រើនពេកហើយគាត់អត់បានរៀនបានអីទេឥឡូវដើរសុំឲ្យសំខាន់ដេកនៅកន្លែងហ្នឹងទៀតបាទសួរអត់ដឹងឈ្មោះម៉ែឪអត់ដឹងអីទាំងអស់បាទអញ្ចឹងសូមឲ្យខាងសង្គមកិច្ចឬក៏ខាងណាដែលពាក់ព័ន្ធបើជួយមើលពិនិត្យមើលអូនបាទគាត់នៅណាបងប្អូនដែលស្គាល់ថាគាត់នៅកន្លែងណាជួយខមមិនប្រាប់យើងផងសួរមើលថាតើពុកម្ដាយរបស់គាត់បែបណាមិនបានឲ្យកូនដើរដេកតាមផ្លូវតាមអីអញ្ចឹងក្មួយបើគេរតាក់តងទៅម្ដាយរបស់ក្មួយខ្លាចគាត់ខឹងអត់ម៉ែឪខឹងដល់បើសិនជាតាក់តងទៅ
ok lấy tao tôi mui lang tao giờ được lại gì ok បាទបើយើងនិយាយរួចឲ្យស្របច្បាប់គេហៅថាបោះបត់ណា